បាទបងប្អូនខ្មែរទាំងអស់គ្នាពិភពលោកយើងកំពុងតែដើរទៅដល់មាត់ជ្រុះនៃសង្គ្រាមលោកលើកទី3ហើយបងប្អូនបាទហើយប៉ះសិនបើសង្គ្រាមលោកលើកទី3ផ្ទុះជាលក្ខណៈទ្រង់ទ្រាយធំតើចិត្តសាស្ត្រយើងទៅយ៉ាងណាបាទទីបងប្អូននឹងស្រាប់ហើយតើតង់ជាមួយនឹងសង្គ្រាមលោកលើកទី1លើកទី2ប៉ះសិនបើអ្នកធ្លាប់រៀនប្រវត្តិសាស្ត្រគឺប្រកាសជាអាចយកមកប្រៀបធៀបជាមួយនឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្នដែលយើងអាចស្មាននឹងអាចវិភាគតែវាស្តៀងគ្នាជាមួយនឹងបញ្ហាសង្គ្រាមលោកទី1និងលើកទី2ចឹងឯងបញ្ហាសង្គ្រាមលោកទី1ហ្នឹងដូចអាល្លឺម៉ង់អ្នកចាប់ផ្ដើមហ្នឹងអាល្លឺម៉ង់គឺវាដំបូងឡើយគឺចាប់ផ្ដើមឈ្លានពានប្រទេសជិតខាងมันខុសពីរុស្ស៊ីទេបាទឈ្លានពានទៅដល់ពេលដែលវាយហើយអាល្លឺម៉ង់វាជំនាន់ហ្នឹងគឺដូចជាមហាអំណាចដែរមិនថាគាត់ថាវាមិនមែនជាលេខ1ប៉ុន្តែមហាអំណាចដូចរុស្ស៊ីបច្ចុប្បន្នអញ្ចឹងបាទមហាអំណាចអញ្ចឹងមានមហាចតាមានគេមានកម្រងក្នុងការវិទីបាទវិទីអាណានិគមឬក៏កាន់កាប់ទឹកដីរបស់គេអញ្ចឹងណាបាទហើយអាល្លឺម៉ង់ចាប់ផ្ដើមវាយប្រទេសជិតខាងដែលយល់លេសថាប្រទេសជិតខាងមានជំនឿខ្លួនឯងនៅនឹងដឹកទឹកដីរបស់គេហ្នឹងវាច្រើនអញ្ចឹងត្រូវការកាន់កាប់ទឹកដីហ្នឹងដើម្បីការពារជនជាតិខ្លួនឯងអញ្ចឹងហើយវាទីប្រទេសជិតខាងហើយដោយប្រទេសអង់គ្លេសឬក៏បារាំងជំនាន់ហ្នឹងជាមហាអំណាចមិនចង់បង្កសង្គ្រាមមិនចង់មានសង្គ្រាមមិនចង់ឲ្យមានន័យថាមិនចង់ឲ្យមានបញ្ហាសង្គ្រាមលោកឬសារអីប្រទេសមហាអំណាចតែប៉ះទាំងកិច្ចនេះវាមានសង្គ្រាមលោកហើយអញ្ចឹងប្រទេសមហាអំណាចទាំងនោះក៏មកចរចាជាមួយនឹងខាងអាល្លឺម៉ង់ហ្នឹងហើយចរចាសន្តិភាពបាទដើម្បីបញ្ចប់សង្គ្រាមដើម្បីកុំឲ្យមានការផ្ទុះសង្គ្រាមលោកអញ្ចឹងណាអញ្ចឹងខាងមហាអំណាចធំហ្នឹងក៏ចោះញោមជាមួយនឹងអាល្លឺម៉ង់ដោយធ្វើកិច្ចចោះកិច្ចព្រមព្រៀងសន្តិភាពដោយឲ្យអាល្លឺម៉ង់កាន់កាប់ទឹកដីដែលវាបានមានន័យថាដែលឈ្លានពានពីប្រទេសជិតខាងហ្នឹងណាប្រទេសមួយចំនួនត្រូវបានអាល្លឺម៉ង់គ្រប់គ្រងបាទហើយប្រទេសមហាអំណាចហ្នឹងក៏គេមិនចង់មានសង្គ្រាមគឺចោះញោមជាមួយអាល្លឺម៉ង់ដោយចោះកិច្ចព្រមព្រៀងឲ្យអាល្លឺម៉ង់ដូចថាវាយបានទឹកដីប្រមាណពីប្រទេសជិតខាងហ្នឹងគឺអត់មានឲ្យអាល្លឺម៉ង់ដកតបចេញទេគឺអាល្លឺម៉ង់កាន់កាប់ហ្មងបាទកាត់ទឹកដីគេមានន័យថាកិច្ចព្រមព្រៀងដើម្បីសន្តិភាពពិភពលោកប៉ុន្តែកាត់ទឹកដីបូរណភាពទឹកដីរបស់ប្រទេសជិតខាងហ្នឹងប្រទេសខាងអាល្លឺម៉ង់ហ្នឹងឲ្យអាល្លឺម៉ង់កាន់កាប់បាទប៉ុន្តែមហាចតារបស់ជនដែលត្រូវការកាន់កាប់ឬក៏វាទីគេវាមានបញ្ចប់ត្រឹមហ្នឹងឯងគឺវាតបជាមានថាអាល្លឺម៉ង់នៅតែរំលោភគឺមានន័យថានៅការមានការឈ្លានពានវិទីទៅកាន់ប្រទេសជិតខាងហ្នឹងបន្តទៀតហើយតម្រាំតែប្រទេសមហាអំណាចដូចជាអង់គ្លេសនិងបារាំងភ្ញាក់ខ្លួនហ្នឹងគឺដឹងថាជាមហាចតាវិទីកាន់កាប់បាទមានន័យថាពង្រីកខ្លួនខ្លាចជាមហាអំណាចពិភពលោកហ្នឹងដោយច្បាំងយកទឹកដីដទៃមកគ្រប់គ្រងហ្នឹងណាគឺទ្រាំតែភ្ញាក់ខ្លួនគឺហួសពេលបាត់ហើយអាល្លឺម៉ង់ពង្រីកកងទ័ពអាល្លឺម៉ង់ច្បាំងដណ្ដើមទឹកដីជាច្រើនកន្លែងបានបាត់ទៅហើយអញ្ចឹងផ្ទុះសង្គ្រាមលោកលើកទី1ត្បិតថាវាមិនយូរប្រហែលប៉ុន្តែវាជាបទពិសោធន៍មួយដែលពិភពលោកទទួលបានណាលើកទី2ក៏ដូចគ្នាអាល្លឺម៉ង់ក៏ចាប់ផ្ដើមបែបហ្នឹងហើយប្រទេសផ្សេងទៀតក៏ប្រទេសមហាអំណាចហ្នឹងក៏នៅតែគេថាចោះញោមណាបាទចង់បញ្ចប់មានចង់ចប់អាល្លឺម៉ង់វាទីវាយណាហ៊ីតលែរយ៉ាងបងប្អូនស្គាល់ហ៊ីតលែរណាសង្គ្រាមលោកទី2គឺវាយសម្បីតែបារាំងហ្នឹងក៏ស្ទើរតែបាត់បង់ទឹកដីដោយសារតែអាល្លឺម៉ង់ដែរណាដោយសារទឹកដីមួយផ្នែកតូចទេអាល្លឺម៉ង់កាន់កាប់ទឹកដីស្ទើរទាំងអស់ណាហើយរហូតដល់វិទីទៅវាយដល់អង់គ្លេសទៀតដោយសារតែពេលជំនាន់សង្គ្រាមលោកទី2ហ្នឹងបានអាមេរិកដែលលោកដៃចូលក្នុងការមានន័យថាអាមេរិកពេលជំនាន់ហ្នឹងមិនទាន់មានអាវុធអីខ្លាំងមិនទាន់មានសក្តានុពលអីខ្លាំងទេបាទកងទ័ពក៏មិនសូវបានច្បាំងដែរបាទតែក៏វាជាផ្នែកមួយនៃការជួយសង្គ្រោះសង្គ្រាមលោកទី2ដោយសារតែការវាយជាមួយនឹងមានន័យថាវាយសង្គ្រោះរវាងប្រទេសមហាអំណាចផ្សេងជាមួយនឹងអាល្លឺម៉ង់ហ្នឹងវាវាយយូរឆ្នាំហើយវាធ្វើឲ្យមានការចោះខ្សោយរៀងខ្លួនហើយអាមេរិកជាតបជំនួយមកដែលនៅមានកម្លាំងអញ្ចឹងហើយវាធ្វើឲ្យ
អាឡម៉ង់ហ្នឹងវាចាញ់ព្រៀបដោយសារតែការធ្វើសង្គ្រាមវាយូរគឺមានន័យថាវាត្រត្រោមវាយូរឆ្នាំហើយអញ្ចឹងទៅណាអញ្ចឹងបានតបជំនួយពីអាមេរិកមកចូលរួមជាមួយនឹងប្រទេសផ្សេងទៀតជាផ្នែកមួយនៃការជំរុញឲ្យសង្គ្រាមលោកទី2បញ្ចប់បាទហើយឥឡូវនេះបច្ចុប្បន្ននេះយើងមើលទៅបាទវាអត់ខុសពីសង្គ្រាមលោកទី1ទី2ទេបាទរុស្ស៊ីចាប់ផ្ដើមវាទីទៅកាន់អ៊ុយក្រែនបាទដោយយល់លេសថាតំបន់ទឹកដីនោះសតជនជាតិរុស្ស៊ីច្រើនអញ្ចឹងត្រូវការចូលទៅកាន់កាប់បាទតែរុស្ស៊ីយើងនិយាយទៅអាហ្នឹងក៏វាគាត់តែជាលេសនយោបាយរបស់អ្នកដែលចង់វាទីទេអញ្ចឹងក្នុងនាមជាម្ចាស់ប្រទេសអ៊ុយក្រែនគេអត់ព្រមគឺត្រូវការតបតវិញបាទអញ្ចឹងដល់ពេលតបតវិញកើតជាសង្គ្រាមពិភពលោកកំពុងតែភ័យខ្លាចទៅជាមួយការផ្ទុះរាលដាលនៅសង្គ្រាមលោកលើកទី3ជាទ្រង់ទ្រាយធំឥឡូវវាផ្ទុះសង្គ្រាមលោកលើកទី3តែគាត់វាអត់តន់ជាទ្រង់ទ្រាយធំអញ្ចឹងយើងមើលមួយរយៈក្រោយនេះឃើញសហរដ្ឋអាមេរិកចរចាជាមួយនឹងអ៊ុយក្រែនរឿងផ្សេងបាទយើងមើលឲ្យឃើញអេរយាប័តរបស់អាមេរិកគឺចង់បញ្ចប់សង្គ្រាមហ្នឹងដោយឲ្យអ៊ុយក្រែនហ្នឹងបាត់បង់បូរណភាពទឹកដីរបស់ខ្លួនឯងវាអត់ខុសពីជំនាន់សង្គ្រាមលោកទី1ទី2ទេដែលប្រទេសមហាអំណាចមួយចំនួនបានលះបង់ទឹកដីរបស់ម្ចាស់ប្រទេសរបស់គេដើម្បីបដូរយកសន្តិភាពពិភពលោកប៉ុន្តែម្ចាស់ទឹកដីដែលត្រូវបានគេឈ្លានពានហ្នឹងគឺទទួលរងនៅភាពអយុត្តិធម៌អញ្ចឹងឥឡូវហ្នឹងយើងភូមិសាស្ត្រនយោបាយដែលយើងមើលឃើញប្រហែលថ្ងៃហ្នឹងគឺវាចូលលក្ខណៈបែបហ្នឹងណាបាទប៉ុន្តែអ៊ុយក្រែនគឺគេអត់ព្រមក្នុងការបាត់បង់នៅបូរណភាពទឹកដីដើម្បីយកដូរយកសន្តិភាពទេព្រោះនៅពេលណាដែលបាត់បង់បូរណភាពទឹកដីអ្នកដែលរងទុក្ខវេទនាមិនមែនអាមេរិកកាំងមិនមែនប្រទេសផ្សេងទេគឺជនជាតិអ៊ុយក្រែនត្រូវបានគេដាក់អាណានិគមពីលើត្រូវបានគៀបសង្កត់ត្រូវបានបាត់បង់នៅសិទ្ធិសេរីភាពរបស់ខ្លួនឯងអញ្ចឹងគឺអត់អាចដើម្បីបដូរយកសន្តិភាពពិភពលោកហើយទុកចិត្តឲ្យជាតិសាសន៍ខ្លួនឯងហ្នឹងត្រូវវេទនាទៅទេអញ្ចឹងត្រឡប់មកវិញតាក់ទងជាមួយនឹងប៉ះសិនបើមានសង្គ្រាមផ្ទុះឡើងជាធំត្រង់ទ្រាយធំយើងដឹងហើយពួកប្រភេទពួកខាងប៉ែកអឺរ៉ុបប៉ែកហ្នឹងគឺប៉ះសិនបើវាមានការផ្ទុះសង្គ្រាមឧទាហរណ៍រុស្ស៊ីនៅតែបន្តការឈ្លានពានទៅកាន់អ៊ុយក្រែនវាប្រកាសណាស់ខាងអឺរ៉ុបខាងអីគឺគេនឹងលុបដៃជួយហើយទោះអាមេរិកមិនជួយក៏ដោយទោះអាមេរិកដកដៃចេញក៏ដោយប៉ុន្តែប្រវត្តិសាស្ត្រដដែលគឺធ្លាប់មានហើយបាទដូចការជំនាន់អាឡម៉ង់អញ្ចឹងនៅពេលវាយប្រទេសជិតខាងប៉ែកអឺរ៉ុបហ្នឹងវាយពីមួយចូលមួយវាយមួយជាមួយឈ្នះមួយហើយទៅវាយមួយទៀតឈ្នះមួយហើយវាយមួយទៀតអញ្ចឹងពួកគេប្រវត្តិសាស្ត្រដែលគេចងចាំបានគឺគេអាចឲ្យប្រវត្តិសាស្ត្រតែត្រឡប់មកវិញឧទាហរណ៍ថាបើសិនបើរុស្ស៊ីអាចគ្រប់គ្រងទៅលើអ៊ុយក្រែនបានអញ្ចឹងរុស្ស៊ីនឹងមានមហិច្ឆតាក្នុងការឈ្លានពានវានឹងជាហានិភ័យរបស់ប្រទេសអឺរ៉ុបទាំងមូលហ្មងសហភាពអឺរ៉ុបទាំងមូលហ្មងពោះវានឹងអាចមានការឈ្លានពានម្ដងមួយវាធ្វើឲ្យបញ្ហាទៅដល់ជាតិសាសន៍របស់គេអញ្ចឹងគេអត់អាចឈរមើលរុស្ស៊ីធ្វើអីតាមចិត្តបានទេអញ្ចឹងសហភាពអឺរ៉ុបនឹងលុកដៃចូលហើយវានឹងផ្ទុះជាសង្គ្រាមធំហើយបាទហើយដល់ពេលសង្គ្រាមធំគឺលោកទី3ចាប់ផ្ដើមជាលក្ខណៈត្រង់ទីធំហើយអាហ្នឹងជាអ្វីដែលខ្ញុំបានសិក្សាពីប្រវត្តិសាស្ត្រហើយខ្ញុំមើលពីភូមិសាស្ត្របច្ចុប្បន្នកំពុងតែមានបញ្ហាហ្នឹងវាជារឿងមួយដែលយើងគួរខ្វាយខ្វល់ណាពួកអីនៅប្រសិនបើយើងគិតថាយើងគិតបងប្អូនខ្លះមកគិតបានគិតថាគេស្គីមតែគេដែរមុនតែញ៉ាំថាប្រសិនបើស្គីមលើកទី3ផ្ទុះឡើងប្រទេសធំឆ្លោះគ្នាយើងនេះគឺត្រូវពិបាកវេទនាខ្លាំងជាងពួកគេផងពួកអីយើងរកឯងមិនខុសពីសាច់ម្ដុំដែលនៅចំកណ្ដាលមាត់ខ្លានិងអំពើទេអញ្ចឹងគេចាំតែរកឱកាសក្នុងការឈ្លានពានយើងឯងក្នុងការគ្រប់គ្រងយើងទេឲ្យតែយើងឲ្យតែមានបញ្ហាពិភពលោកពុបមកយើងដឹងហើយថាយើងប្រទេសយើងតូចជាងគេសេដ្ឋកិច្ចតូចជាងគេកងទ័ពតូចជាងគេបើសិនបើមានបញ្ហាហ្នឹងយើងហ្នឹងគេគ្រប់សង្កត់គេសង្គ្រប់យកដល់មកបាទអញ្ចឹងឥឡូវនេះជាអ្វីដែលយើងជាខ្មែរព្រួយបារម្ភតែខ្ញុំក៏ព្រួយបារម្ភកន្លែងហ្នឹងបើសិនបើយើងមានជាខ្មែរយើងខ្លាំងហើយយើងមានគ្រប់គ្រាន់ហើយយើងអាចទប់ទល់ជាមួយប្រទេសខាងបានអាហ្នឹងយើងមិនសូវព្រួយទេយើងអាចពេលបើសិនតែគេមានបញ្ហាអីគេមកឈ្លានពានយើងអាចទប់ទល់ជាប់ប៉ុន្តែឥឡូវនេះបើយើងនិយាយពីភូមិសាស្ត្រនយោបាយគេខ្លាំងជាងទាំងអស់បាទវៀតណាមនោះគឺ100លានអ្នកជាងថៃ80លានអ្នកហើយកងទ័ពអាវុធសេដ្ឋកិច្ចរបស់គេខ្លាំងជាងទាំងអស់អញ្ចឹងជាអ្វីដែលមួយដែលយើងខ្វាយខ្វល់និងព្រួយបារម្ភបាទខ្ញុំណាអញ្ចឹងស្កាត់ថាពួកបងប្អូនគ្នាចូលរួមកាត់គូទៅដល់ប្រទេសជាតិហើយយុវជនកុំឲ្យបែកស្លុយច្រើនពេកបាទកាត់គូដល់សង្គមជាតិរបស់យើងផង
អរគុណច្រើន